ពីសម័យដើមមានភូមិមួយឈ្មោះថាភូមិអូដុនតានៅដាច់ស្រយាលខាងចុងភូមិមានផ្ទះឈើបុរាណពីរជាន់ដ៏ធំមួយខ្នងទុកចោលឲ្យដុះស្មៅជុំចិត្តភូមិគ្មានអ្នកណាហ៊ានដើរកាត់ផ្ទះនោះទេនៅពេលព្រះអាទិត្យលិចដីព្រោះគ្រប់គ្នាក្នុងភូមិដឹងថាផ្ទះនោះមានវិញ្ញាណចងពៀដ៏សាហាវមួយស្នាក់នៅរឿងរ៉ាវបានចាប់ផ្ដើមឡើងនៅពេលដែលគ្រួសាររបស់នាយសុកដែលជាអ្នកចំណូលថ្មីមិនដឹងប្រវត្តិរឿងរ៉ាវបានសម្រេចចិត្តមកជួលផ្ទះឈើបុរាណនោះរស់នៅព្រោះតែតម្លៃថោកនិងមានដីធំទូលាយអាចដាំដំណាំបានម្ចាស់ភូមិគ្រឹះនោះគឺជាលោកតាចៅវាយដែលជាអ្នកមានអំណាចម្នាក់ក្នុងភូមិបានយល់ព្រមឲ្យជួលភ្លាមដោយមានទឹកមុខលាក់លៀមយុគដំបូងនៃការមករស់នៅយុគនោះខ្យល់បក់បោកខ្លាំងខុសធម្មតាវេលាពាក់កណ្ដាលអាត្រៀតពេលដែលនាយសុកនិងប្រពន្ធកំពុងលងលក់ស្រាប់តែមានក្លិនផ្កាម្លិះក្រអូបប្រហើរព្យាយពេញបន្ទប់មិនយូរប៉ុន្មានសំឡេងមួយបានបន្លឺឡើងពីជាន់ខាងលើកុកកាកុកកាវាជាសំឡេងឧបករណ៍ត្បាញក្បាច់បុរាណខ្មែរនាយសុកបានដាស់ប្រពន្ធហើយកាន់ចង្កៀងប្រេងកាតដើរឡើងទៅជាន់ខាងលើថ្នមពេលបើកទ្វារបន្ទប់ងងឹតមួយគាត់បានឃើញស្រមោលស្ត្រីម្នាក់លាកពាក់ម៉ូដបុរាណសក់វែងអន្លាយអង្គុយត្បាញក្រណាត់ទាំងងងឹតពេលនាយសុកស្រែកសួរស្ត្រីនោះក៏ងាកមុខមកយឺតមុខរបស់នាងរលួយពាក់កណ្ដាលភ្នែកឡើងក្រហមឈាមហើយសម្លឹងមកនាយសុកទាំងកំហឹងរួចក៏រលាកបាត់ទៅក្នុងអាកាសដោយក្តីភ័យខ្លាចខ្លាំងព្រឹកឡើងនាយសុកបានទៅសាកសួរចាស់ទុំនៅក្នុងភូមិលោកតាអាចារ្យម្នាក់ដកដង្ហើមធំរួចក៏ទម្លាអាចកំបាំងកាលពី20ឆ្នាំមុនខ្មោចស្រីនោះឈ្មោះនាងនាងជាអ្នកត្បាញសូត្រដ៏ស្អាតម្នាក់ក្នុងភូមិកាលនោះកូនប្រុសរបស់លោកតាចៅវាយម្ចាស់ផ្ទះបានចាប់ចិត្តស្រឡាញ់នាងប៉ុន្តែនាងបដិសេធព្រោះនាងមានគូស្នេហ៍រួចហើយដោយសារតែកំហឹងនិងអំណាចកូនប្រុសលោកតាចៅវាយបានចាប់បង្ខំនិងសម្លាប់នាងរួចយកសាកសពទៅកប់លាក់នៅក្រោមផ្ទះត្បាញនោះមុនពេលស្លាប់នាងនេះបានស្បត់ថាទោះបីជាស្លាប់ទៅជាខ្មោចក៏ត្រូវតែសងសឹកនិងយកជីវិតអ្នកដែលធ្វើបាបនាងនិងអ្នកសំគំនិតឲ្យខាងតែបានក្រោយមកកូនប្រុសរបស់លោកតាចៅវាយបានស្លាប់ដោយគ្រោះថ្នាក់ដាច់ក្បាលគូឲ្យរន្ធត់ប៉ុន្តែវិញ្ញាណនាងនេះនៅតែមិនព្រមទៅណាព្រោះលោកតាចៅវាយបានជួលគ្រូអាគមមកសង្កត់ព្រលឹងនាងទុកក្នុងផ្ទះនោះមិនឲ្យដើរចេញទៅណាបានក៏ត្រូវតែសងសឹកនិងយកជីវិតអ្នកដែលធ្វើបាបនាងនិងអ្នកសំគំនិតឲ្យខាងតែបានលុះដល់យប់ថ្ងៃសិលអាគមសង្កត់ព្រលឹងបានចុះខ្សោយយប់នោះមេឃឡើងខ្មៅងងឹតគោលាន់ក្រហមពេញអាកាសវិញ្ញាណនាងនេះបានចេញមកទាំងកំហឹងខ្លាំងជាងសពដងនាងបានហោះសម្ដៅទៅផ្ទះរបស់លោកតាចៅវាយលោកតាចៅវាយជាយាមសូត្រធម៌និងដុតធូបការពារប៉ុន្តែមិនអាចទប់ទល់នឹងកម្លាំងចងពៀរាប់សិបឆ្នាំបានឡើយទ្វារផ្ទះរបស់លោកតាចៅវាយបានរបើកឡើងទាំងបង្ខំវិញ្ញាណនាងនេះបានលេចខ្លួនឡើងដៃទាំងពីរវែងទៅច្របាច់ក៏លោកតាចៅវាយបង្ហើរឡើងលើអាកាសលោកតាចៅវាយភ្នែកស្លា can breathe រួចក៏ដាច់ខ្យល់ស្លាប់ទាំងភ្នែកនៅបើករលួងជាការសងកម្មពៀដែលបានជួយលាក់បាំងឃាតកម្មកូនប្រុសខ្លួនឯងពួកបញ្ចប់បន្ទាប់ពីលោកតាចៅវាយស្លាប់ទៅនាយសុកនិងអ្នកភូមិបានជួយធ្វើបុណ្យឧទ្ទិសកុសលនិងគាស់ឆ្អឹងរបស់នាងនេះយកទៅបូជាតាមប្រពៃណីព្រះពុទ្ធសាសនាចាប់តាំងពីថ្ងៃនោះមកសម្លេងត្បាញក្រណាត់និងក្លិនផ្កាម្លិះនៅផ្ទះចុងភូមិនោះក៏បានបាត់ស្រមោលរហូតមកចំណែកឯវិញ្ញាណនាងនេះក៏បានទៅចាប់ជាតិដោយសុខសាន្ត